គឺខ្ញុំមកប្រាប់ពីរបៀបដែលយើង login ចូល VPN សម្រាប់បងប្អូនដែលគាត់ទិញកញ្ចប់ VPN ជាមួយនឹងខ្ញុំកញ្ចប់ VPN Susal ជាដំបូងបងប្អូនត្រូវទៅ download កម្មវិធី VPN ហ្នឹងមកបងប្អូនចូល Play Store ឬមួយ App Store នៅក្នុងទូរស័ព្ទដៃបងប្អូនមកពេលបងប្អូន search VPN Susal មកគឺវាចេញនេះពាក្យ Susal VPN ហ្នឹងបងប្អូនយើងចុចមកបងប្អូនចុចបើកមកអូខេពេលបងប្អូនចុចបើកមកគឺបងប្អូនអត់ទាន់មាន account VPN ទេយើងសង្កេតមើលថាគេណែនាំមកយើងធ្វើមិនខ្លះគឺឲ្យយើង control មួយឆ្វេងមួយស្ដាំឲ្យវាអស់ជំហាននៅក្នុងការណែនាំមកយើង control មកអស់បងប្អូនអូខេពេលបងប្អូន control មកបងប្អូនចុចឬយកកន្លែង login អូខេពេលដែលបងប្អូនចូលមកឡើងកន្លែងជំហានហ្នឹងឯងគឺបើសិនជាបងប្អូនទិញកញ្ចប់ជាមួយនឹង VPN ជាមួយខាងខ្ញុំគឺបងប្អូនរើសយកកន្លែង login មួយកន្លែង login ខាងក្រោម change password ណាពេលបងប្អូនចូលមកដល់ហ្នឹងគឺបងប្អូន copy password ឬមួយផ្ញើកន្លែង QR code ហ្នឹងឲ្យខ្ញុំពេលដែលបងប្អូនផ្ញើមកឲ្យខ្ញុំហើយគឺខ្ញុំនឹង scan លេខកូដហ្នឹងហើយនឹងដាក់លេខកូដហ្នឹងឲ្យហើយបងប្អូនចូលទៅមើលកន្លែងនាទីនឹងឲ្យល្អិតល្អន់ផងតែបើសិនជានាទីនឹងនៅដើគឺមានន័យថា VPN ហ្នឹងកំពុងដំណើរការអញ្ចឹងបើសិនជាបងប្អូនណាដែលចូលទៅឃើញនាទីអត់ដើអញ្ចឹងគឺ VPN ហ្នឹងអត់ដំណើរការទេខ្ញុំដាក់អុយអត់ជឿទេអញ្ចឹងគឺវាមានផលពិបាកកាលណាបើយើងចូលទៅហើយវា VPN យើងអត់ដំណើរការអញ្ចឹងគឺវីដេអូហ្នឹងគឺបងប្អូនមានតែប៉ុណ្្នឹងឯងហើយរបៀបដែលយើងព្យាបរួចគឺយើងនឹងបើកដំណើរការបានធម្មតាអូខេឥឡូវគឺខ្ញុំយកទូរស័ព្ទដៃខ្ញុំមកខាងទៀតដាក់អុយសិនខ្ញុំ scan QR code អុយសិនអូខេពេលដែលខ្ញុំ scan QR code រួចគឺវានឹងឡើងទម្រង់បែបឲ្យយើងបើក Fix Connect ទៅនឹងមកពេលដែលយើងបើកគឺគេណែនាំឲ្យយើងបើកជាមួយនឹង Alert យើងចុចយកកន្លែង Connect ហ្នឹងមកវាហើយយើងឬយកអនុញ្ញាតគេសួរយើងថាអនុញ្ញាតឲ្យ Susal VPN គ្រប់គ្រងប្រព័ន្ធហ្នឹងអត់គឺពេលដែលយើងអនុញ្ញាតគឺឲ្យយើងដាក់ជាមួយនឹងរហ័ស iPhone ឬមួយរហ័សអេក្រង់ទូរស័ព្ទបងប្អូនណាគេយើងដាក់រួចហើយយើងបន្តទៅមុខទៀតVPN ហ្នឹងដំណើរការអូខេបើសិនជាបងប្អូនឃើញទម្រង់បែបហ្នឹងមានន័យថា VPN បងប្អូនកំពុងដំណើរការអញ្ចឹងគឺបើសិនជា VPN ដំណើរការបងប្អូនអាចប្រើទៅក្នុងប្រទេសមួយណាក៏បានដែរបងប្អូនចង់ប្រើសម្រាប់បងប្អូនដែលគាត់នៅថៃណែនាំឲ្យប្រើទៅប្រទេសថៃព្រោះឲ្យវាចាប់ primary location នៅថៃហើយយើងកុំដាក់ទៅប្រទេសផ្សេងអូខេពេលបងប្អូនចូលមកក្នុង Google មកដើម្បីយើងឆែកមើលអ៊ីនធឺណិតប្រទេសដែលយើងកំពុងតែរស់នៅលេងអ៊ីនធឺណិតហ្នឹងតើវា support IP ទៅក្នុងប្រទេសណាបើមិនជាយើងបើទៅប្រទេសថៃគឺវានឹង support IP ទៅប្រទេសថៃយើងសួរពី Huawei.net នឹងមកបងប្អូននេះយើងឬយក website ខាងលើ Huawei.net ពេលដែលបងប្អូនសួរពាក្យហ្នឹងហើយយើងរងចាំអ៊ីនធឺណិតយើងអូខេយើងមកមើលមកធ្វើតេស្តអ៊ីនធឺណិតយើងនេះគឺវាលោតទៅបាងកក Thailand វាចាប់បាន100%សម្រាប់ VPN ខ្ញុំគឺធានាឲ្យ100%គឺទោះបីតែបងប្អូនបិទហើយក៏វានៅដំណើរការដែរហើយធានាឲ្យគឺនេះគឺកន្លែង location ហ្នឹងគឺនៅប្រទេសថៃបាងកក Thailand អូខេពេលបងប្អូនបើករួចហើយបងប្អូនអត់ប្រកាសថាវាខ្លាចដាច់អីអញ្ចឹងបងប្អូនសាកចូលមកកន្លែង setting in privacy នៅក្នុងទូរស័ព្ទបងប្អូនណាអូខេបងប្អូនមើលកន្លែងលើហ្នឹងអត់ឃើញវាអត់សម្រាប់បងប្អូនប្រើ iPhone គឺវាមិនឃើញដូចជា Android ទេអញ្ចឹងគឺបងប្អូនអត់ប្រកាសចិត្តថាពេលដែលយើងជឿហើយហ្នឹងយើងវាមានដាច់អត់ឬមួយវាដំណើរការអត់អញ្ចឹងនេះបងប្អូនចូលមក setting in privacy រួចបងប្អូននឹងឃើញពាក្យថា VPN អញ្ចឹងបងប្អូនឃើញកន្លែងត្រឹងបើកហើយគឺទោះបីតែយើងបិទទៅហ្នឹងក៏អត់បានដែរបងប្អូនអូខេឥឡូវខ្ញុំសាកបិទខ្ញុំចុចបិទមកនេះកន្លែង VPN ហ្នឹងយើងចុចបិទខ្ញុំចុចបិទមកអូខេឥឡូវខ្ញុំធ្វើទៅឲ្យមើលយើងចូលទៅ Google យើងវិញយើងចូលទៅឆេងអ៊ីនធឺណិតហ្នឹងទៀតអូខេយើងឆេងអ៊ីនធឺណិតម្ដងទៀតគឺវាអត់ដាច់ទេបងប្អូនគឺ VPN ហ្នឹងគឺវាចាប់អូតូអញ្ចឹងវាអត់ដាច់ទេឥឡូវគឺបងប្អូនទោះបីតែបងប្អូនចូលទៅបិទអាកន្លែង setting នេះហើយក៏មិនអាចបិទបានដែរគឺយើងត្រូវតែបិទវិធីមានតែមួយយ៉ាងទេគឺបងប្អូនត្រូវតែចូលទៅបិទទៅក្នុង app
គេយើងសាកបិទម្ដងទៀតគឺពេលដែលយើងបិទទៅយើងចូលទៅក្នុង Google Internet គឺវានឹងបើកអត្តនោម័តវាមិនមានផលប៉ះពាល់ឬមួយវាមិនធ្វើឲ្យ Facebook យើងវាដាច់ប្រទេសទេនេះបងប្អូនឥឡូវយើងឆែកមកទៀតអូខេគឺអ៊ីនធឺណិតយើងគឺវានៅក្នុងប្រទេសថៃនៅឡើយទេគឺវាអត់ដាច់ទេណាបងប្អូនយើងអូខេគឺវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងឯងគឺអាកន្លែងទៅហ្នឹងគឺទៅឲ្យយើងបិទក៏មិនអាចប្រើបានទេវិធីបិទគឺមានតែចូលទៅក្នុង app VPN តែប៉ុណ្្នឹងឯងសម្រាប់បងប្អូនណាដែលគាត់ដាក់ VPN ហើយ VPN អត់ដំណើរការគឺបងប្អូនបិទអត់បានបងប្អូនត្រូវតែចូលមកក្នុង app ពេលហើយបងប្អូនចុចបិទកន្លែងទៅហ្នឹងគឺពីរហ្នឹងបងប្អូនចុចបិទបានទាំងពីរមួយណាក៏បានគឺបិទអូខេពេលបងប្អូនឈប់ប្រើការហើយលើកទៅថៃហើយឬមួយបងប្អូនមិនចង់ប្រើទៀតទេយើងគ្រាន់តែយើងសង្កេតមើលអាកន្លែង setting បងប្អូនយើងចូលចុចចូល setting មកយើងរើសយកកន្លែង my account ទៅទៀតបងប្អូនឃើញពាក្យថា account ហ្នឹងនេះ account ដែល account VPN ខ្ញុំវាមាន email របស់ខ្ញុំវាឲ្យបងប្អូនចុច log out ដើម្បីចេញពេលបងប្អូនចុច log out មកយើងគ្រាន់តែចុចចេះមកគឺ account VPN ហ្នឹងគឺចេញហើយអញ្ចឹងគឺយើងលេងប្រើបានហើយក៏វីដេអូហ្នឹងមានតែប៉ុណ្្នឹងឯងសម្រាប់បងប្អូនយើងដែលគាត់ចង់បានចប់ VPN អាចទាក់ទងមកបានហើយក៏ជួយចែករំលែកឲ្យគ្នាយើងដឹងអ្នកមួយផងអរគុណច្រើន